ចេញដូចគ្នានេះគឺជាវីដេអូ highlight ពេញមួយការប្រកួតតែម្ដងដែលចាប់ផ្ដើមនៅម៉ោង 3:30 នាទីនៃកីឡដ្ឋានគិរីវង្សរបស់ក្លឹបបាល់ទាត់គិរីវង្សសុកសែនជ័យឯកសណ្ឋានពណ៌បៃតងស្រស់ទទួលស្វាគមន៍ក្រុមភ្ញៀវអង្គរ Tiger មានឯកសណ្ឋានខ្មៅលាយទឹកក្រូចការប្រកួតនេះជាជំនួបជើងទី1វគ្គ16ក្រុមនៃពានរង្វាន់សម្ដេចតេជោហ៊ុនសែនលើកទី19ថ្នាក់ជាតិអញ្ញាកណ្ដាលពុញកំទឿនគឺជាអ្នកកាត់សេចក្តីក្នុងការប្រកួតនេះហើយត្រង់នេះគឺជាឱកាសដំបូងដែលកីឡាករហ៊ុយសុភិរៈរុញផុតតាគូតូហើយក៏ព្យាយាមពេនទះមុំតូចឲ្យផុតទីនរ៉ាហ្សាតែមិនបានសម្រេចនាទីទី17គ្រាប់បាល់ទី1ក៏កើតឡើងតាមរយៈបាល់ជ្រុងរបស់គិរីវង្សសុកសែនជ័យអ្នកទាត់គឺគួចដានីកោងមកផុតអ៊ីមវ៉ាឃីមសាល់វីសវីលីលោតតែបត់បានយ៉ាងល្អធ្វើឲ្យអ្នកចាំទីឌិនរ៉ាហ្សាមិនអាចសង្គ្រោះបាននោះទេនាទីទី34មានការទាត់បាល់ពីចម្ងាយសម្ដៅទីតែក៏ចាប់បានដោយអ្នកចាំទីទូចម៉ាណាន់ដែលម៉ាណាន់នៅក្នុងការប្រកួតនេះធ្វើការបានល្អមែនទែនការលូករបស់តាគូតូទទួលបានកាតលឿងមួយហើយបានបាល់ free kick សម្រាប់ម្ចាស់ផ្ទះគិរីវង្សសុកសែនជ័យដែលរ៉ាប់រងការទាត់នេះដោយ Luis Willy ហើយក៏ជាគ្រាប់បាល់ទី2របស់ Luis Willy គឺត្រឹមនាទីទី37និងជាគ្រាប់បាល់ទី2របស់គិរីវង្សសុកសែនជ័យផងដែរការទាត់ទៅបុកខ្នងរបស់ Michelin ធ្វើឲ្យបាល់នេះបដូរទិសអ្នកចាំទីទីនរ៉ាហ្សាហក់ជះតែមិនបានសម្រេចនោះទេចប់វគ្គទី1គិរីវង្សសុកសែនជ័យនាំមក2-0លើអង្គរ Tiger ហើយការប្រកួតឈានចូលដល់វគ្គទី2ក្រុមទាំងពីរមានការផ្លាស់ប្ដូរកីឡាករមួយចំនួនដើម្បីកែប្រែយុទ្ធសាស្ត្ររកគ្រាប់បាល់បន្ថែមទៀតការកាត់មកត្រង់នេះជាការសង្គ្រោះដ៏ល្អរបស់អ្នកចាំទីទូចម៉ាណាន់មិនយូរប៉ុន្មានក្រោយមកក៏មានការកាត់បាល់ជាថ្មីម្ដងទៀតត្រង់នេះអ្នកចាំទីទូចម៉ាណាន់នៅតែសង្គ្រោះបានយើងមើលការកាត់របស់ទ័មករាផុតខ្សែការពារទាត់ដោយច័ន្ទវិបុលដាវីតតែម៉ាណាន់នៅសល់ដៃមួយចំហៀងកាយបាល់ចេញមកក្រៅបានហើយការកាត់ត្រឡប់ទៅវិញត្រង់នេះដោយហាន់ទីខ្ទាតចុះខ្ទាតឡើងពីក្បាលរបស់កីឡាករហានីសុករីក៏នៅតែសង្គ្រោះបានការទាត់ពីចម្ងាយតែមួយទៀតនៅតែសង្គ្រោះបានទៀតគ្រាប់បាល់នេះគឺគ្រោះថ្នាក់មែនទែនតែម៉ាណាន់ពិតជាធ្វើបានល្អសម្រាប់ការសង្គ្រោះគ្រាប់បាល់ដ៏គ្រោះថ្នាក់ទាំងអស់នេះមានការបញ្ជូនទូលាយទាញទាត់មួយម៉ាណាន់សង្គ្រោះបានហើយរត់មកក្រសោបយ៉ាងជាប់តែម្ដងការប៉ុនប៉ងរបស់កីឡាករលេខ16ស៊ូមីងហុងចំណែកឯត្រង់នេះវិញគឺជាខាផ្លាត់ទាត់ចុះទាត់ឡើងសុភិរៈគីហើយយកប្រឡោះជើងតែយកអត់បានហើយត្រង់នេះទៅប៉ះដៃខ្សែការពារទៅវិញទៅមានបាល់ពីនៃ penalty តែ Luis Willy ធ្វើមិនបានសម្រេច hat-trick របស់ខ្លួនទេអ្នកចាំទីទីនរ៉ាហ្សាជួយសង្គ្រោះបានយ៉ាងល្អដែលធ្វើឲ្យលទ្ធផលបានបញ្ចប់ទៅគឺមានត្រឹមតែ2គ្រាប់នេះតែប៉ុណ្ណោះគិរីវង្សសុកសែនជ័យយកឈ្នះ